ថ្ងៃនេះមកមើលផ្ទះអ៊ំចំសัตว์ម្ដងមើលឃើញតែបន្លែឃើញផ្លែឈើបាទហើយនេះគូរបស់គាត់ទៅកើតតនេចង់មកឌឺគូលេងគូនគូអញ្ចឹងទៀតឃើញមនុស្សអត់បានទេតែគ្រាន់ថាយកដៃទៅប៉ះអីចឹងរត់ចាញ់ហើយអាមួយនេះក៏អញ្ចឹងដែរសិតតែចៃសិតតែកែអ៊ំគាត់ថារត់ទិញថ្នាំអត់ទាន់បានហើយខ្ញុំប្រាប់ថាអ៊ំឯងជួយចាក់ខ្លួនឯងមកទិញថ្នាំយកមកចាក់ខ្លួនឯងមកពីរបៀបចាក់ចឹងខ្ញុំប្រាប់គាត់ថាហ្នឹងហើយតែអត់ទាន់ទិញហើយប៉ុន្តែគោលដៅរបស់យើងថ្ងៃហ្នឹងមិនមែនមកមើលសัตว์ហ្នឹងឯងយើងមកមើលទារបស់គាត់ឯងថ្ងៃនេះមកប្រឹក្សាយោបល់របស់រឿងទាជាមួយគាត់ដោយសារទារបស់គាត់ជួបបញ្ហាទុនជើងហើយអាពួកនេះវាទុនជើងដែរតែឥឡូវវារត់ត្រង់វិញហើយរត់ត្រង់វិញហ្នឹងតិចទៀតលែងចូលក្រុមជាមួយគេវិញបានហើយនិយាយពីការប្រើប្រាស់ថ្នាំរបស់គាត់វិញគឺអស់ច្រើនតែគាត់លាយដោយសារតែទារបស់គាត់វាទុនជើងហើយមកដល់ពេលនេះវាងាប់អស់ប្រហែលប្រមាណជា6-7% ហើយទារបស់គាត់ហើយនេះត្រង់នេះបានថាសិតតែងើបអត់ទាន់រួចទេហើយយើងក៏បានបញ្ចូលរបស់គាត់ទាក់ទងជាមួយការលាយថ្នាំលាយទឹកធ្វើម៉េចឲ្យវាផឹកអស់ក្នុងរយៈពេល2ទៅ3ម៉ោងដើម្បីឲ្យវាមានប្រសិទ្ធភាពហើយនៅក្នុងនោះផងដែរមិនមែនមានតែទាសុទ្ធណាមាននឹងខ្នោទៀតខ្នោរបស់គាត់នៅឲ្យមើលទៅឡើងទំនងហើយដំណាំនេះគាត់ដាំខ្លះដែរមានដាំក្រូចអានេះក្រូចពោធិ៍សាត់គាត់ដាំនៅជុំវិញនឹងមានទាំងលហុងក្រូចឆ្មាដែលប្រពន្ធគាត់នៅគាត់ថាបើសិនជាតាមតែប្តីគាត់ក៏មកឲ្យដាំទេគាត់ថាដាំទៅវាទិសប្តីគាត់ជួយចែកខាងសัตว์តែប្រពន្ធគាត់គាត់ថាចេះឃើញដើមទៅចេះទិញដាំនេះដើមកពីញរាជដើមព្រីងហើយមើលមានទាំងដើមដូងយ៉ាប្រពន្ធស្រឡាញ់ដើមឈើប្តីស្រឡាញ់សัตว์នៅអាកូនគូខ្ជូតនេះមកដល់ទៀតហើយវាស្រួលមួយយ៉ាងដែរសម្រាប់យើងអ្នកនៅជនបទមានអីទេក្រៅមានដីចំសัตว์ដាំបន្លែដាំដើមឈើនេះក្រុមទារបស់គាត់អានេះល្អក៏ត្រូវលេខឆ្នាំមកវាខ្ញុំទៅឃើញតបែកទីមួយវាពណ៌ស្វាយគាត់ថានឹងតបែកស្វាយតបែកពណ៌ស្វាយចឹងគាត់ចង់ដាំវាសាកមើលដែរហ្នឹងណា